ជំរាបសួរមេដាបេដាសាស្ត្រក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សនិស្សិតទាំងអស់គ្នាចា៎នេះគោលលើកយកលំហែមួយខាងគ្រឿងមួយទៀតគឺទៅជាមួយនឹងការដោះស្រាយសម័យកាលដក្រីទី2អញ្ចឹងវីដេអូមួយខ្ញុំបានរៀនអំពីការដោះស្រាយសម័យកាលដក្រីទី1ចុះបើសិនជាយើងអត់ច្បាស់អាកន្លែងដោះស្រាយសម័យកាលដក្រីទី1ហ្នឹងឬក៏ទី2ក៏យើងអត់អាចនឹងចាប់បានងាយដែរអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បានមើលវីដេអូទៅនឹងការដោះស្រាយសម័យកាលដក្រីទី1ទេអូនអាចទៅមើលម្ដងទៀតសិនហើយចាំយើងមកមើលពីការដោះស្រាយសម័យកាលដក្រីទី2នេះវិញអញ្ចឹងចំពោះសម័យកាលដក្រីទី2របស់យើងគឺវាមានទម្រង់ដែលគេប្រើជាទូទៅគឺវាមានទម្រង់ ax ការ៉េបូកជាមួយនឹង bx បូកជាមួយនឹង c ស្មើ0លក្ខខណ្ឌរបស់យើងគឺមេគុណ a នេះត្រូវតែខុសពី0បើមិនជាមេគុណ a នេះស្មើ0សម័យកាលរបស់យើងគឺវានៅសល់តែទម្រង់ bx បូក c ស្មើ0នេះអញ្ចឹងវាចូលដល់ក្រេតទី1វិញហើយអញ្ចឹងដាច់ខាតអាមេគុណនៅពីមុខនេះគឺវាត្រូវតែខុសពី0អញ្ចឹងអាហ្នឹងគឺយើងហៅវាថាជាទម្រង់ពេញលេញនៅពេលដែលវាមានទម្រង់ទី1នេះតែបើសិនជាវាចូលទម្រង់ទី2នេះវាចូលទម្រង់ទី2នេះបានន័យថាអក្សរ c នេះវាស្មើ0ហើយអញ្ចឹងវានៅសល់ត្រឹមតែ ax ការ៉េបូកជាមួយនឹង bx ស្មើនឹង0នេះចាអាហ្នឹងជាសម័យកាលដក្រីទី2ដូចគ្នាប៉ុន្តែជាសម័យកាលដែលមានទម្រង់មិនពេញលេញប៉ុន្តែនៅតែដក្រីទី2ដូចគ្នាហើយចំពោះអានេះវិញគឺយើងមាន b នេះស្មើ0អញ្ចឹងបើ b ស្មើ0 b គុណនឹង x ទៅក៏ស្មើ0ដែរអញ្ចឹងវានៅសល់តែទម្រង់ ax ការ៉េបូកជាមួយនឹង c ស្មើជាមួយនឹង0ទេអាហ្នឹងក៏ជាសម័យកាលដក្រីទី2ដែលមានទម្រង់មិនពេញលេញអញ្ចឹងចំពោះការដោះស្រាយវិញគឺវារៀងឆ្លៀតគ្នាបន្តិចប៉ុន្តែអានទម្រង់មិនពេញលេញនេះយើងងាយនៅក្នុងការដោះស្រាយជាងបើទម្រង់ពេញលេញនេះគឺយើងមានវិធីដោះស្រាយច្រើនអញ្ចឹងចំពោះវិធីដោះស្រាយសម័យកាលដក្រីទី2ទម្រង់ពេញលេញនេះអ្នកគ្រូនឹងបង្ហាញនៅក្នុងលំហាត់ខឥឡូវយើងមកមើលអំពីទម្រង់មិនពេញលេញជាមុនសិនចំពោះលំហាត់កនេះគឺងាយជាងគេដោយសារតែគេឲ្យមកជាកតាស្រាប់ចាំបើសិនជាគេឲ្យមកជាកតាបែបនេះគឺយើងគ្រាន់តែយកវាឲ្យកតានីមួយៗស្មើ0មកបានហើយអាពីរនេះយើងឃើញវាអានេះដក្រីទី1អានេះដក្រីទី1ទៅអត់ប៉ុន្តែបើយើងផលិតវាវិញទៅវាប្រកាសជាបាន x ការ៉េដកជាមួយនឹងx ហើយបូកជាមួយហើយដកជាមួយនឹង2អញ្ចឹងអានឹងចូលសម័យកាលដក្រីទី2នេះអាកន្លែងប៉ុណ្នេះអញ្ចឹងបើសិនជាវាចូលសម័យកាលដក្រីទី2ធម្មតាយើងត្រូវដាក់វាជាផុសគុណកតាសិនប៉ុន្តែអានេះយើងដាក់ជាផុសគុណកតាស្រាប់ហើយអញ្ចឹងយើងគ្រាន់ឲ្យកតានីមួយៗនេះស្មើ0មកកាលណាកតា2គុណចូលគ្នាស្មើ0វាអាចនឹងអាកតាមួយនេះស្មើ0ទៅគុណជាមួយនឹងនេះទៅស្មើ0ហើយឬក៏អានេះស្មើ0ទៅគុណជាមួយនេះទៅក៏ស្មើ0ដែរឬក៏វាអាចនឹង0នឹង2អញ្ចឹងយើងឲ្យវាស្មើ0ម្ដងម្នាក់មកអញ្ចឹងចំពោះកតាទី1គឺយើងមាន x បូកជាមួយនឹង1ស្មើនឹង0យើងឲ្យកតាទី1ស្មើ0មកគឺ x បូកជាមួយនឹង1នេះស្មើ0អញ្ចឹងយើងទាញបាន x ស្មើប៉ុន្មានអានេះយើងបោះបូក1ទៅអង្គទី2អញ្ចឹងប្រមាណវិធីបូកបោះឆ្លងសញ្ញាទៅជាដកអញ្ចឹងយើងបាន x ស្មើនឹងដក1ហើយមួយទៀតវិញគឺយើងឲ្យ x ដកឲ្យ2នេះស្មើនឹង0អញ្ចឹងគឺយើងទាញបាន x ស្មើប៉ុន្មានអានេះដក2បោះឆ្លងសញ្ញាស្មើគឺប្ដូរទៅជាបូក2វិញអញ្ចឹងចម្លើយយើងគឺមាន 2x ស្មើជាមួយនឹងដក1និងមួយទៀតគឺ x ស្មើជាមួយនឹងបូក2អានេះចំពោះលំហាត់កមើលទៅលំហាត់ខរបស់យើងនេះគឺយើងមាន x ការ៉េដកជាមួយនឹង4ស្មើ0អានេះគឺសម័យកាលដក្រីទី2ទម្រង់មិនពេញលេញនេះចូលទម្រង់មួយនេះអញ្ចឹងកាលណាអូនឃើញវាចូលទម្រង់ប៉ុណ្ណឹងវិធីសាស្ត្រនៅក្នុងការដោះស្រាយអូនអាចមានពីររបៀបណាឥឡូវនេះគូដោះស្រាយវិធី1យើងអាចទុក x ការ៉េនេះដល់អង្គទី1ដដែលហើយយើងបោះដក4ទៅអង្គទី2អញ្ចឹងកាលណាបោះបូកដក4ទៅអង្គទី2វាបដូរទៅជាបូក4ទៅត្រូវអត់អញ្ចឹងយើងត្រូវទាញហៅ x ប៉ុន្តែ x របស់យើងនេះវាជាប់ការ៉េអញ្ចឹងយើងធ្វើមិនដើម្បីបាត់ការ៉េតោះយើងពពាក់រឹសសិនអញ្ចឹងយើងពពាក់រឹសទៅអង្គទី2នេះក៏ត្រូវពពាក់រឹសដូចគ្នាត្រូវពពាក់រឹសទៅជារឹស4ចេះប៉ុន្តែដោយសាររឹសរបស់យើងជារឹសគូអញ្ចឹងគឺយើងត្រូវថែមសញ្ញាបូកដកនៅខាងមុខចានេះការ៉េសម្រួលជាមួយនឹងរឹសនៅសល់ x ហើយនេះវិញបូកដកនេះយើងទុកតារាហើយ4នេះយើងអាចសរសេរទៅជាម៉ែន4នេះអាចសរសេរទៅជា2ការ៉េត្រូវអត់2ការ៉េស្មើ4អញ្ចឹងការ៉េសម្រួលជាមួយនឹងរឹសចាស់នៅសល់2អញ្ចឹងចម្លើយវាគឺស្មើជាមួយនឹងបូកដក2ឬក៏មករបៀបទៀតយើងអាចប្រើវាបញ្ចូលក្នុងរូបមន្តណាដោយលំហាត់របស់យើងនេះគឺយើងមាន x ការ៉េដកជាមួយនឹង4ស្មើនឹង0អញ្ចឹងអានេះ x ការ៉េយើងទុកតារាមកលេខ4នេះយើងអាចសរសេរវាទៅជាម៉ែន4នេះអាចសរសេរទៅជា2ការ៉េអញ្ចឹងវាចូលរូបមន្តនេះគេចូលរូបមន្ត a ការ៉េដកឲ្យ b ការ៉េដែលស្មើជាមួយនឹង a ដក b កតាឲ្យ a បូក b ណាឥឡូវយើងបបាយមកនេះតួ a នេះតួ b អញ្ចឹងយើងអាចសរសេរវាទៅជា x ដក2កតាឲ្យ x បូក2ស្មើនឹង0យើងឲ្យកតានីមួយស្មើ0មកដោយអាលំហាត់កនេះអញ្ចឹងចំពោះកន្លែងនេះកាលណាយើងឲ្យ x ដក2ស្មើ0យើងទាញហៅ x មកប៉ុន្មាន x ស្មើនឹងបូក2ដល់ពេលនេះវិញគឺយើងទាញបានx បូកឲ្យ2ស្មើ0ទាញហៅ x បោះបូក2ទៅអង្គទី2ទៅជាបានទៅជាដក2វិញជាងគឺបាន x ស្មើជាមួយនឹងដក2អញ្ចឹងចម្លើយដូចគ្នាណាយើងធ្វើតាមនេះក៏បានធ្វើតាមនេះក៏បាននៃចម្លើយរបស់វាគឺស្មើ x ស្មើជាមួយនឹងបូកដក2ដូចគ្នាអានេះសញ្ញាបូកដកអញ្ចឹងបានន័យថាយើងអាចសរសេរវាស្មើបូក2ផងស្មើនឹងដក2ផងណាចឹងលំហាត់ខរបស់យើងគឺប៉ុណ្ណឹងយើងមើលទៅលំហាត់កមួយទៀតលំហាត់កគឺយើងមាន 5x ការ៉េបូកជាមួយនឹង 10x ស្មើជាមួយនឹង0អញ្ចឹងកន្លែងនេះ
វាជាសម័យកាលទី2ដែលមានទម្រង់មិនពេញលេញដូចគ្នាដែរអ្នកវាចូលទម្រង់មួយនេះយើងអត់អាចបោះអ្នកពីច្រើនគ្នាយើងច្រឡំកន្លែងនេះធ្លាប់តែឃើញអានេះពេលដែលយើងដោះស្រាយយើងបោះវាទៅអង្គទី2ទៅដល់ពេលអានេះវិញគ្នាយើងខ្លះគាត់ច្រឡំបោះ 10x នេះទៅអង្គទី2ដែរអញ្ចឹងពេលដែលបោះទៅគឺដោះស្រាយបាននេះយើងអត់អាចបោះអានេះទៅអង្គទី2ហើយយើងសម្រួល x សងខាងបាននេះអត់ដោះស្រាយបាននេះអញ្ចឹងគឺយើងចាប់ទាញជាកតាមយើងទុកវានៅអង្គទី1នឹងតារាហើយយើងចាប់ជាកតាមយើងមកនេះ 5x ការ៉េអានេះ10 10x នេះគ្រូធ្លាប់បង្ហាញដែរទៅជាមួយនឹងការដាក់ជាបកកន្តាចឹងបើសិនជាគ្នាយើងអត់តបានមើលវីដេអូហ្នឹងទេឬក៏អត់ទាន់ច្បាស់កន្លែងហ្នឹងអាចទៅមើលបន្ថែមបានកន្លែងនេះយើងមាន 5x ការ៉េកន្លែងនេះយើងមាន 10x ចឹងយើងមើលមេគុណមុនគេមេគុណអានេះគឺ5ហើយមេគុណវាគឺ10យើងគិតថាយើងអាចទាញអីបានជាកតាចំពោះមេគុណហ្នឹងណាវាមាន5យើងអាចទាញ5ជាកតាបានព្រោះអីអានេះអាចទៅសេវាទៅជា5គុណនឹង2អញ្ចឹង10នេះអាចទាញ5ជាកតាបានដែរដល់ពេល x វិញអានេះ x ការ៉េហើយនេះ x អញ្ចឹងយើងគួរទាញអីជាកតាគឺយើងគួរទាញអាញ៉ាត់ដែលមានការ៉េតូចជាងគេនេះគឺអាញ៉ាត់ x នេះអញ្ចឹងយើងមើលនេះម្ដុំទី1នេះកាលណាយើងទាញ 5x ជាកតាវានៅសល់អីគឺវានៅសល់ x អានេះនៅសល់អីគេអានេះនៅសល់បូក2ស្មើនឹង0យើងអាចគុណចូលគ្នាវិញទៅវាស្មើដើមវិញហើយឬក៏ដោយសារយើងចាប់ 5x ជាកតាអញ្ចឹងយើងយក 5x ការ៉េនេះចែកជាមួយនឹង 5x ទៅវានៅសល់ x យក 10x នេះចែកជាមួយនឹង 5x ទៅគឺនៅសល់2អញ្ចឹងវាចូលដូចអាករណីទី1នេះដែរឲ្យម្ដុំវាស្មើ0មកអញ្ចឹងឡើយនេះយើងឲ្យ5x ស្មើ0អញ្ចឹងបើ 5x ស្មើ0យើងទាញបានអីទាញបាន x របស់យើងគឺស្មើនឹង0ចែកនឹង5ចេះហើយ0ចែកនឹង5ស្មើគឺ0ណា0ចែកជាមួយនឹងលេខគឺស្មើនឹង0តារាងហើយយើងឲ្យមួយទៀតនេះគឺឲ្យx បូកជាមួយនឹង2នេះស្មើ0អញ្ចឹងយើងទាញហៅ x មកនាំមក x របស់យើងគឺស្មើនឹង12អញ្ចឹងចម្លើយយើងមាន2ណា x ស្មើ0មួយ x ស្មើនឹង12មួយចា៎នេះគឺរបៀបនៅក្នុងការដោះស្រាយសម័យកាលលេខទី2កាលណាវាចូលទម្រង់ទី2នេះឥឡូវយើងចូលទៅខនេះគឺសម័យកាលលេខទី2ទម្រង់ពេញលេញអញ្ចឹងចំពោះការដោះស្រាយសម័យកាលលេខទី2ទម្រង់ពេញលេញនេះអូនអាចដោះស្រាយបានច្រើនរបៀបអាចដោះស្រាយតាមប្របាយតួកណ្ដាលនេះឬក៏គុណខ្វែងឬក៏បញ្ចូលវាទៅក្នុងរូបមន្ត a បូក b លើកជាការ៉េ a ដក b លើកជាការ៉េហើយមួយទៀតក៏អាចដោះស្រាយតាម data ហើយក៏អាចដោះស្រាយតាមករណីពិសេសដូចគ្នាចឹងគ្រូនឹងលើកម្ដងមកតម្រងឲ្យយើងណាចឹងចំពោះកន្លែងនេះគឺយើងប្រើតាមវិធីបំបែកតួកណ្ដាលចឹងនេះគ្រូដាក់ម្ដងមកវិធីបំបែកតួកណ្ដាលយើងមានសម័យកាលរបស់យើងអីគេx ការ៉េដកជាមួយនឹង 2x បូកជាមួយនឹង1ស្មើនឹង0បបាយតួកណ្ដាលបានន័យថាយើងបបាយតួកណ្ដាលគេនេះឲ្យទៅជា2តួផ្សេងគ្នាដើម្បីយើងអាចចាប់ជាកតាបានអញ្ចឹងដោយសារតាខាងមុខរបស់យើងនេះគឺជា x ការ៉េអញ្ចឹងយើងអាចបបាយខាងក្រោយនេះអាកន្លែងដក 2x នេះគ្រូអាចទៅទៅជាដក x ដក x ហើយបូកជាមួយនឹង1ស្មើនឹង0អញ្ចឹងអា2នេះពេលដែលយើងយកវាទៅទីសងគ្នាដក x បានដក 2x វិញណាយើងគ្រាន់តែបបាយវាជា2ឯងបន្ទាប់ពីយើងបបាយវាជា2ហើយយើងមើលអា2នេះយើងអាចចាប់ x ជាកតាបាន2នេះគឺយើងចាប់ x ជាកតាបានតើអញ្ចឹងនៅសល់អីគេនៅសល់ x ក្រេនេះពេលដែលយើងចែកវាជាមួយនឹង x គឺនៅសល់ x ហើយដក x នេះចែកជាមួយនឹង x គឺនៅសល់ដក1ដល់ពេលប៉ុណ្ណេះវិញប៉ុណ្ណេះយើងអត់មានអីទេអត់មេគុណវាក៏មួយស្មើគ្នាហើយអានេះជាប់បញ្ញត្តិ x អានេះអត់ជាប់បញ្ញត្តិ x ទេអញ្ចឹងយើងអាចទាញសញ្ញាដកជាកតាមកកាលណាទាញសញ្ញាដកជាកតាអានេះដក x ចែកជាមួយនឹងសញ្ញាដកនៅសល់មែននៅសល់ x អានេះដកអានេះបូក1នេះបូក1ដក1ចែកបូក1ចែកជាមួយនឹងសញ្ញាដកចុះទៅជាអីបូកចែកនឹងដកបានដកអញ្ចឹងកន្លែងនេះវានៅសល់ដក1ចេះស្មើនឹង0បន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងមើលអានេះវាមានកតា x ដក1កតា x ដក1ដូចគ្នាត្រូវអត់អញ្ចឹងយើងអាចចាប់កតា x ដក1នឹងជាកតាមកហើយយើងយក x ដក1នឹងជាកតាអញ្ចឹងកាលណាអូនចាប់កតា x ដក1ជាកតានេះអាម្ដុំខាងមុខនេះយើងនៅសល់អីគេនេះពេលដែលយើងទាញនេះចេញវានៅសល់អីគឺនៅសល់ x ដល់ពេលនេះវិញគឺនៅសល់អីគេនេះនៅសល់ដក1ប៉ុណ្នេះស្មើនឹង0អញ្ចឹងដោយសារវា x ដក1 x ដក1ដូចគ្នាយើងអាចយកតែមួយមកសិក្សាមកបានហើយព្រោះ A2 ហ្នឹងវាដូចគ្នាអញ្ចឹងយើងយកតែមួយមិនតែបើសិនជាអានេះខុសគ្នាអានេះខុសគ្នាយើងអាចសិក្សាពីករណីដូចអានេះចឹងដូចពួកអាលំហាត់មុនហ្នឹងណាអញ្ចឹងយើងឲ្យ x ដក1ស្មើនឹង0អញ្ចឹងគឺយើងអាចទាញបាន x ស្មើនឹង1អញ្ចឹងចម្លើយរបស់យើងគឺ x ស្មើ1អញ្ចឹងយើងចូលទៅវិធីដោះស្រាយសមីការរបស់យើងលំហាត់ខតែប៉ុន្តែយើងចូលទៅវិធីគុណខ្វែងអញ្ចឹងចំពោះការគុណខ្វែងនេះយើងគុណខ្វែងដើម្បីដាក់ជាផុសគុណកតាគឺយើងត្រូវយកតួដំបូងនេះហើយនិងតួចុងក្រោយនេះទៅប្របែកហើយស៊ីសងមកឲ្យស្មើជាមួយនឹងតួកណ្ដាលវិញអញ្ចឹងតួដំបូងរបស់យើងគឺម៉ែនគឺ x ការ៉េឥឡូវយើងដាក់កន្លែងនេះមក x ការ៉េហើយតួចុងក្រោយរបស់យើងគឺបូក1ឥឡូវ x ការ៉េយើងអាចទៅសេទៅជាប្រមាណគុណបានគឺអាចទៅសេទៅជា x គុណឲ្យគុណនឹង x ដល់ពេល1វិញ1យើងអាចទៅសេទៅជាម៉ែនខ្លះអាចទៅសេ1គុណនឹង1ហើយនឹងមួយទៀតគឺដក1គុណនឹងដក1ឥឡូវបើសិនជាយើងយក1គុណនឹង1យើងសាក
អាហ្នឹងគុណឯណាគុណនឹងស្មើ1ប៉ុន្តែបើយើងយកបូកចូលគ្នាវិញ1 បូក 1 បាន2ដូចទៅត្រូវអត់ប៉ុន្តែខុសសញ្ញាអញ្ចឹងយើងអត់យកទេដល់ពេលនេះវិញដក1 ដក 1 បានដក 2អញ្ចឹងដូចតាំងមេគុណដូចតាំងសញ្ញាអញ្ចឹងយើងយកអាគូខាងក្រោមហ្នឹងណាយើងយកគូខាងក្រោមនេះអញ្ចឹងគឺយើងយកដក1គុណជាមួយនឹងដក1ឥឡូវយើងគុណខ្វែងវាមកយើងយក x នេះមកគុណជាមួយនឹងដក x គឺបានដក 1x ហើយនេះយកដក1នេះមកគុណជាមួយនឹងx គឺបានដក 1x ទៀតអញ្ចឹងយើងស៊ីសងទៅគឺស្មើនឹងដក 2x អញ្ចឹងអានេះយើងស៊ីសងទៅស្មើតួកណ្ដាលអញ្ចឹងយើងអាចចាប់ជាកតាបានធ្វើម៉េចនេះគឺយើងចាប់អានេះជាកតាហើយចាប់អានេះជាកតាអញ្ចឹងអានេះគឺបានអីគឺបាន x ដក1កតាឲ្យអានេះគឺ x ដក1ដូចគ្នាស្មើឲ្យស្មើ0អញ្ចឹងពេលដែលយើងបានប៉ុណ្្នឹងហើយដោយសារនេះហើយណាដូចគ្នាយើងយកតែមួយមកសិក្សាមកគឺយើងបាន x ដក1ស្មើនឹង0នាំឲ្យតម្លៃ x របស់យើងនេះគឺស្មើនឹង0សំទោសស្មើនឹង1នេះយើងបោះដក1ទៅអង្គទី2ចាំប្រូតទៅជាបូក1យើងចូលទៅការដោះស្រាយមកលេខទៀតយើងចូលទៅលេខទី3ណាគឺការបន្ថែមបន្ថយតួដើម្បីចូលរូបមន្តអញ្ចឹងយើងមានប្រធានរបស់យើងគឺអីគេ x ការ៉េដកជាមួយនឹង 2x បូកជាមួយនឹង1ស្មើនឹង0អញ្ចឹងបន្ថែមបន្ថយតួយើងបន្ថែមបន្ថយបែបម៉េចយើងមើលតែពីតួខាងមុខមកបានហើយពេលដែលយើងធ្វើតាមរបៀបបន្ថែមបន្ថយតួនេះយើងធ្វើតាមពីយើងមើលតែពីតួខាងមុខនេះបានហើយយើងមើលពីតួខាងមុខហ្នឹងដើម្បីទាញអាពីតួខាងមុខហ្នឹងឲ្យចូលរូបមន្ត2ទី1គឺរូបមន្ត a បូក b លើកជាការ៉េស្មើជាមួយនឹង a ការ៉េបូកឲ្យ2ដង ab បូកជាមួយនឹង b ការ៉េហើយនឹងមួយទៀតគឺ a ដក b លើកជាការ៉េស្មើជាមួយនឹង a ការ៉េដកឲ្យ2ដង ab បូកជាមួយនឹង b ការ៉េអញ្ចឹងចំពោះការបន្ថែមបន្ថយតួនេះវាអាចចូលរូបមន្តទី1ឬក៏ចូលរូបមន្តទី2អញ្ចឹងយើងអាចមើលដឹងថាវាចូលរូបមន្តមួយណាតាមរយៈអាតួកណ្ដាលនេះតួកណ្ដាលនេះបើសិនជាតួនេះវាមានសញ្ញាដកនេះដល់នេះចឹងដក 2x ចឹងគឺយើងចូលរូបមន្ត a ដល់ b លើជាការ៉េប៉ុន្តែបើកន្លែងនេះដាក់បូក 2x វិញអាហ្នឹងគឺវាចូលរូបមន្តខាងលើហើយអញ្ចឹងកន្លែងនេះដោយសារតែប្រធានដើមរបស់យើងគឺកន្លែងនេះដកនេះកន្លែងនេះដកអញ្ចឹងបើវាដកអញ្ចឹងគឺយើងត្រូវបញ្ចូលទៅក្នុងរូបមន្តនេះគេ a ដក b លើជាការ៉េស្មើជាមួយនឹង a ការ៉េដកឲ្យ2ដង a បូកជាមួយនឹង b ការ៉េអញ្ចឹងដូចអ្នកគ្រូបញ្ជាក់មកអញ្ចឹងគឺយើងយកអាពីរតួមុខនេះមកទាញដើម្បីឲ្យចូលរូបមន្តអញ្ចឹងតួខាងមុខនេះគឺអត់មានអីប៉ះពាល់វាទេតួខាងមុខនេះ x ការ៉េគឺនៅតែ x ការ៉េតែប៉ុន្តែយើងចាត់ទុក x ការ៉េហ្នឹងគឺជាតួ a ការ៉េនេះអញ្ចឹងយើងទាញបាន x ស្មើប៉ុន្មានបើសិនជា a ការ៉េស្មើជាមួយនឹង x ការ៉េអញ្ចឹងយើងទាញបាន a ស្មើនឹង x អញ្ចឹងយើងចំណាំណាតួ a របស់យើងគឺស្មើ x ពេលហ្នឹងណាហើយចំពោះតួកណ្ដាល 2x នេះតួកណ្ដាល 2x នេះគឺយើងត្រូវបញ្ចូលវាឲ្យស្មើជាមួយនឹង2ដង AB អញ្ចឹងបើសិនជា2ដង AB ស្មើជាមួយនឹង2x ហើយយើងដឹងថា a យើងស្មើប៉ុន្មាននេះ a យើងគឺស្មើ x ទៅអត់អញ្ចឹងយើងអាចដាក់ចេញមកយើងសម្រួលមកនេះ 2x នេះ 2x យើងអាចបោះ 2x ហ្នឹងទៅអង្គទី2មកនេះយើងបោះ 2x ហ្នឹងមកអង្គទី2មកយើងទាញ b បានប៉ុន្មាន b បាន1អញ្ចឹងកន្លែងនេះកន្លែង 2x នេះបើយើងសរសេរតាមរូបមន្តនេះវាបានដូចជាអីគេអានេះលេខ2នេះលេខ2របស់មេគុណណាហើយ a យើងមិនប៉ុន្មាន a យើងមិនគឺ x នេះអញ្ចឹងយើងជំនួស a ដោយ x ហើយជំនួស b នេះដោយ1ហើយបូកជាមួយនឹងបើសិនជាអាកន្លែងនេះអូនគុណនឹង1អញ្ចឹងគឺអូនត្រូវបូកវាជាមួយនឹង1ការ៉េកាលណាបូក1ការ៉េបូកដើម្បីអីបូកដើម្បីបានរូបមន្ត b ការ៉េនេះអញ្ចឹងបូកហើយយើងដក1ការ៉េវិញចេញមកនេះដក1ការ៉េវិញណាហើយអាតួចុងក្រោយមកនេះយើងអត់បានប៉ះពាល់វាត្រូវអត់អញ្ចឹងយើងសរសេរវាចូលវិញដែរបូក1ស្មើនឹង0អញ្ចឹងពេលយើងបានប៉ុណ្្នឹងហើយនេះអាម្ដុំប៉ុណ្នេះគឺវាចូលរូបមន្តហើយចូលរូបមន្តនេះគេ a ការ៉េដកឲ្យ2ដង ab បូកឲ្យ b ការ៉េដែលតួ a របស់យើងគឺ x តួ b របស់យើងគឺ1អញ្ចឹងយើងអាចសរសេរវាទៅជា x ដក1លើកជាការ៉េដល់ពេលអានេះវិញដកទុកនៅត្រែអានេះចាត់ច្រឡំថាដក1លើកជាការ៉េបានបូក1អាសញ្ញាដកនេះនៅក្រៅឯងអានេះគឺ1លើកជាការ៉េអញ្ចឹង1លើកជាការ៉េបាន1បូកអានេះគឺ1ស្មើនឹង0អញ្ចឹងដក1បូក1ស្មើប៉ុន្មានគឺស្មើ0ហើយត្រូវអត់អញ្ចឹងម្ដុំប៉ុណ្នេះគឺនៅសល់តែ x ដក1លើកជាការ៉េទេស្មើ0អញ្ចឹងបើ x ដក1លើកជាការ៉េស្មើ0យើងបោះការ៉េមកខាងណាវាសល់ប៉ុន្មានវាសល់ x ដក1អានេះរឿងនេះ0ដែរទេអញ្ចឹងយើងទាញបាន x ស្មើប៉ុន្មានទាញបាន x ស្មើនឹង1អញ្ចឹងវិធីទាំង3នេះគឺចំណុចឃើញ x ស្មើនឹង1ដូចគ្នាឥឡូវយើងចូលទៅលើវីដេអូស្រ័យទី4យើងចូលទៅការដោះស្រាយសមីការនៃក្រេតទី2តាម degree ម្ដងឬក៏យើងហៅធម្មតាដែលលើគេនិយាយថាដោះស្រាយសមីការតាម data ហ្នឹងណាអញ្ចឹងដោះស្រាយតាម degree ម្ដងនេះគឺយើងអាចរក x របស់វាបានតាមរូបមន្តដក b បូកដកឬ data នៅលើ 2a ដែល data របស់យើងនេះវាស្មើជាមួយនឹង b ក្រេតដកឲ្យ4ដង a ផ្សេងអញ្ចឹងកន្លែងហ្នឹងគឺចំពោះការដោះស្រាយតាម degree ម្ដងនេះយើងអាចដោះស្រាយបានគ្រប់ករណីទាំងអស់មិនថាវាឬដប់ឬពីរផ្សេងគ្នាឬក៏វាគ្មានឬក៏វាជាចំណុច complex គឺយើងអាចដោះស្រាយបានតាមនឹងទាំងអស់នេះអញ្ចឹងដើម្បីយើងអាចដោះស្រាយបាន ព្រោះយើងត្រូវរកអីនេះដើម្បីយើងរក x បានណា
B ហើយនឹង A នេះគឺយើងស្គាល់ហើយនៅក្នុងប្រធានរបស់យើងស្មើគេមិញយើងមាន x ការ៉េដកជាមួយនឹង 2x បូកជាមួយនឹង1ស្មើនឹង0អញ្ចឹងតាមតម្រងទូទៅរបស់សមីការទី2របស់យើងមិញគឺយើងអាចទាញបាន a ស្មើប៉ុន្មាន a គឺមានគុណប្រមុខ x ត្រូវអត់អញ្ចឹង a ស្មើ1 b ស្មើជាមួយនឹងប៉ុន្មានដក2ហើយ c ស្មើនឹង1អញ្ចឹងបើសិនជាយើងយកវាទៅទាញរកx គឺយើងមាន b នេះមាន b ស្មើដក2យើងមាន a ស្មើជាមួយនឹង1ហើយប៉ុន្តែយើងអត់មាន data អញ្ចឹងយើងត្រូវរក data សិនអញ្ចឹងកន្លែងនេះយើងរក data សិនណាយើងដាក់តាមរូបមន្តនេះគ្រប់គុំតិចមកច្រឡំអញ្ចឹងយើងដាក់តាមរូបមន្តយើងមាន data ស្មើគេ data ស្មើនឹង b ការ៉េដកឲ្យ4ដងa ផ្សេងអញ្ចឹងយើងចំនួនមក b យើងមិនមែន b យើងគឺដក2តើអញ្ចឹងយើងចំនួនដក2ហ្នឹងហើយលើកវាជាការ៉េដកឲ្យ4គុណជាមួយនឹង a មែន a 1ហើយ c គឺ1ដូចគ្នាអញ្ចឹងយើងបានអានេះដក2លើកជាការ៉េបាន4សញ្ញាដកនេះលើកពីជាការ៉េបានបូកវិញណាហើយ2ការ៉េបាន4ហើយនេះ4គុណនឹង1គុណនឹង1គឺបាន4អញ្ចឹងគឺស្មើ0អញ្ចឹងបើ data ស្មើ0យើងចង់បានឬ data ស្មើអីស្មើនឹងរឿងនៃ0អញ្ចឹងរឿងនៃ0គឺស្មើនឹង0ដដែលអញ្ចឹងកាលណាយើងទាញបានប៉ុណ្ណឹងហើយយើងអាចទាញរក x របស់យើងបានហើយអញ្ចឹងយើងជំនួសរក x មកគេបាន x របស់យើងនេះស្មើជាមួយនឹងដក b បូកដកឬ data នៅលើ 2a អញ្ចឹងសញ្ញាដកនេះសញ្ញាដករបស់រូបមន្តនេះណាអញ្ចឹងអូនទុកសញ្ញាដកនឹងនៅដដែលហើយយើងជំនួស b ចូល b យើងមែន b យើងដក2អញ្ចឹងយើងបានទៅជាដក2បូកដកឬ data យើងមិនមែន0ត្រូវអត់អញ្ចឹងយើងជំនួសឬ data នឹងដោយលេខ0ចែកជាមួយនឹងភាពបែបរបស់យើងគឺ 2a យើងស្មើ1អញ្ចឹងគឺ2គុណនឹង1ឥឡូវមកជំហាននេះគឺបូកដក0អញ្ចឹងសួរតែបូកដក0នេះចំនួនដែលបូកដក0ទៅគឺស្មើប៉ុន្មានស្មើនឹងចំនួននឹងត្រែត្រូវអត់អញ្ចឹងកន្លែងនេះគឺវានៅសល់ដកគុណនឹងដកបានបូកចឹងគឺបានបូក2នៅលើគេនៅលើនេះគឺ2អញ្ចឹងចម្លើយយើងគឺ x ស្មើប៉ុន្មាន x ស្មើនឹង1អញ្ចឹងយើងទាញចុះទាញឡើងគឺ x របស់យើងគឺនៅតែស្មើ1ត្រែអញ្ចឹងយើងអាចដោះស្រាយតាម data ក៏បានចំពោះចម្លើយលំហាត់របស់យើងណាអញ្ចឹងយើងចូលទៅរបៀបមួយទៀតរបៀបមួយនេះគឺករណីពិសេសអញ្ចឹងចំពោះករណីពិសេសនេះយើងអាចប្រើបានគ្រប់រូបមន្តនេះអញ្ចឹងករណីពិសេសរបស់យើងមានតែ2ករណីទេករណីទី1គឺករណីយើងមាន a បូក b បូក c ស្មើជាមួយនឹង0យើងទាញបាន x 1ស្មើ1ហើយនឹង x 2គឺស្មើជាមួយនឹង c លើ a អញ្ចឹងពេលដែលយើងចូលករណីពិសេសទី1នេះហើយយើងទាញបានអូតូហ្មងគឺទាញបានរឹស1នៃសមីការនឹងគឺស្មើ1ហើយរឹស2បូកវាគឺយើងយក c លើ a បានន័យថានៅក្នុងប្រធាន c មកស្មើប៉ុន្មាន a មកស្មើប៉ុន្មានយើងយកវាមកចែកគ្នាមកគឺចម្លើយមួយទៀតហើយករណីទី2គឺយើងមាន a បូក c ស្មើជាមួយនឹង b អញ្ចឹងគឺយើងអាចទាញបាន x ដកជាមួយ x 1ស្មើជាមួយនឹងដក1ហើយ x 2ស្មើជាមួយនឹងដក c លើ a អញ្ចឹងយើងដឹងណាa b c នេះបានមកពីណាអាហ្នឹងគឺជាមេគុណរបស់ x ការ៉េ x ហើយនឹងមេគុណ c មួយទៀតនៅក្នុងប្រធានលំហាត់របស់យើងឯកគូបញ្ជាក់ពីដើមមកអញ្ចឹងណាអញ្ចឹងយើងមើលលំហាត់របស់យើងនេះលំហាត់របស់យើងគឺយើងមាន x ការ៉េដកជាមួយនឹង 2x បូកជាមួយនឹង1ស្មើនឹង0អញ្ចឹងយើងមើល a វាស្មើប៉ុន្មាននេះ a របស់វាហើយនៅគ្រូកម្លាំងទៀត a ស្មើនេះ a ស្មើ1ហើយ b យើងគឺស្មើនឹងដក2ហើយ c ស្មើជាមួយនឹង 1អញ្ចឹងយើងមើលថាតើវាមានចូលករណីមួយណាអត់ឥឡូវអូនយក1បូកជាមួយនឹងដក2ហើយបូកជាមួយនឹង c 1បូកជាមួយនឹងដក2ហើយបូកជាមួយនឹង1នេះស្មើប៉ុន្មានអានេះ1បូកបានដកណាចុះ1ដកឲ្យ2សល់ដក1បូក1គឺ0អញ្ចឹងវាចូលករណីខាងលើត្រូវអត់អញ្ចឹងគឺវាចូលករណីទី1របស់យើងករណី a បូក b បូក c ស្មើ0អញ្ចឹងយើងអាចទាញបាន x របស់យើងស្មើប៉ុន្មាន x ស្មើ1ហើយមួយទៀតគឺ x ស្មើជាមួយនឹង c លើ a c ស្មើប៉ុន្មាន1 a ប៉ុន្មាន1ដែរអញ្ចឹង1ចែក1គឺ1អញ្ចឹងគឺយើងទាញបានចម្លើយយើង x ស្មើ1ហើយនឹងមួយទៀត x ស្មើ1ដូចគ្នាអញ្ចឹងយើងអាចយកចម្លើយតែមួយមកគឺចម្លើយរបស់យើងគឺ x ស្មើនឹង1ចា៎នេះគឺការដោះស្រាយតាមករណីពិសេសអញ្ចឹងចំពោះលំហាត់ដែលវាមានសមីជាសមីការដក្រីទី2ដែលវាមានទម្រង់ពេញលេញគឺយើងអាចដោះស្រាយបានច្រើនរបៀបដូចអ្នកគ្រូបង្ហាញមិនអញ្ចឹងណាយើងអាចដោះស្រាយតាមវិធីបបែកតួកដាលអាចដោះស្រាយតាមគុណខ្វែងអាចដោះស្រាយវាតាមរូបមន្តបន្ថែមបន្ថយតួដើម្បីចូលរូបមន្ត a បូក b លើជាការ៉េឬក៏ a ដល់ b លើជាការ៉េអាចដោះស្រាយតាម discriminant ឬក៏យើងហៅថា data ហើយមួយទៀតអាចដោះស្រាយតាមករណីពិសេសអញ្ចឹងទៅតាមសមត្ថភាពរបស់យើងថាតើយើងគិតថាលំហាត់សមីការដក្រីទី2ហ្នឹងរបៀបដោះស្រាយមួយណាដែលវាងាយជាងគេអញ្ចឹងអ្នកគ្រូបញ្ជាក់ម្ដងទៀតចំពោះការគុណខ្វែងបបែកតួកដាលបញ្ចូលទៅក្នុងរូបមន្ត a បូក b លើជាការ៉េ a ដល់ b លើជាការ៉េហើយនឹងករណីពិសេសនេះគឺយើងអាចប្រើបានគ្រប់លំហាត់ទេលំហាត់ខ្លះយើងអាចរកបានតែលំហាត់ខ្លះគឺយើងករណីវាអត់ចេញទេ
អញ្ចឹងរបៀបធ្វើដែលពេញនិយមហើយអាចប្រើបានគ្រប់ប្រធានលំហាត់ទាំងអស់គឺរូបមន្តមួយនេះចង់ប្រធានលំហាត់ហ្នឹងប្រភេទអីក៏វាអាចដោះស្រាយបានដែរអញ្ចឹងចំពោះករណីពិសេសនេះវិញវាមានតិចតួចជាងគេណាចំពោះករណីពិសេសនេះហើយនៅពេលដែលយើងដោះស្រាយលំហាត់បើយើងចង់លឿនយើងអាចមើលមុនគេថាតើលំហាត់ហ្នឹងវាចូលករណីពិសេសអត់ពេលដែលយើងឃើញប្រធានណាឧទាហរណ៍អ្នកគ្រូដាក់ប្រធានx ការ៉េបូកជាមួយនឹង 3x បូកជាមួយនឹង2ស្មើ0ចុះអញ្ចឹងយើងអាចដោះស្រាយពេលដែលយើងដោះស្រាយវាយើងអាចមើលមុនគេថាតើប្រធានហ្នឹងវាចូលករណីពិសេសអត់បើសិនជាវាចូលករណីពិសេសយើងទាញចម្លើយតាមករណីពិសេសយកមកតែបើសិនជាវាអត់ចូលករណីពិសេសទេយើងធ្វើម៉េចយើងអាចប្រើតាមគុណខ្វែងបន្ថែមបន្ថយតួបបាយតួកដាលឬក៏អត់ចង់ធ្វើតាមអាពីរនឹងខ្លាចលោថាវាមិនចេញទេធ្វើតាម discriminant យកមកក៏បានដែរណាចឹងចំពោះលំហាត់បណ្ដាញគ្រូនេះមានប៉ុណ្ណឹងបើសិនជាបងប្អូនមានចង្អុលណាអាច comment សួរបានហើយបើសិនបងប្អូនចង់បំពេញបន្ថែមលើមុខវិជ្ជាភាសាខ្មែរគណិតវិទ្យានិងរូបវិទ្យាបងប្អូនអាចតំណតាម Telegram របស់អ្នកគ្រូបានអ្នកគ្រូមានទាំងវេនច័ន្ទសុក្រនិងវេនសារអាទិត្យសម្រាប់ច័ន្ទសុក្រគឺចន្លោះម៉ោង6ដល់ម៉ោង9យប់ហើយនិងសម្រាប់សារអាទិត្យគឺចន្លោះម៉ោង6ដល់ម៉ោង8:30នាទីយប់អញ្ចឹងបើសិនជាបងប្អូនចង់រៀនបន្ថែមអាចតំណតាម Telegram របស់អ្នកគ្រូបានចឹងអ្នកគ្រូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នា